ប្រទេសថៃកើតតែពុទ្ធហេតុភ្លាមចៃដន្យចាំម៉ោងចាំពេលដែលតែហ៊ានវាកំពុងតែបាញ់ប្រជាជនខ្មែរយើងស្លាប់ហ្នឹងទំនុកទប់ទឹកពីទន្លេចៅប្រយ៉ាចូលក្រុងបាងកកហ្នឹងត្រូវបាក់តន់ហន់ភ្លាមម្សិលមិញស្របពេលដែលម៉ោង4ជាងដែលវាបាញ់ប្រជាជនខ្មែរយើងនៅភូមិព្រៃច័ន្ទហ្នឹងនេះពួកអាអ្នកថតហ្នឹងវាដាក់ថ្ងៃដាក់ខែដាក់ម៉ោងដាក់ពេលច្បាស់លាស់ណាស់ហើយភេទចម្លែកមួយទៀតគឺរោងដែលវាគោរពវិញ្ញាណក្ខន្ធស្ដេចវាដែលកំពុងតែងាប់នេះត្រូវភ្ជុះបាក់បោកខ្លាំងបាក់រោងបាក់អីអស់លីនេះហើយជាបណ្ដាសាបារមីដូនតាខ្មែរដែលធ្វើបាបប្រជាជនខ្មែរឲ្យស្លាប់ម្សិលមិញនេះតន់ហន់ភ្លាមកាច់ហើយភ្លាមអត់ចាំយូរថ្ងៃយូរខែទេអញសូមដាក់បណ្ដាសាជនជាតិថៃជនជាតិសៀមឯងសូមឲ្យប្រជាជនហៃហែលទឹកចំនួននឹងអត់រួចឲ្យងាប់តៃហោងទៅជាខ្មោចទឹកទាំងអស់ដោយប្រជាជនអញដែលហែងបាញ់ម្សិលមិញដែរម៉ែកូនគេបំផ្លិចបំផ្លាញប្រទេសហែងឲ្យទៅជាទឹកសមុទ្រទៅទឹកទន្លេទាំងអស់ហើយហែលទឹកភ្នែកប្រជាជនអញដោយហែលទឹកនឹងចឹងហែងហែប្រមាណ1000គីឡូក៏ហែងហែមិនរួចដល់ឲ្យហែងងាប់ខ្លាយជាខ្មោចទឹកគ្រប់គ្នាទាំងអស់លិចលងមកប្រទេសថៃនឹងអញដាក់ទំនាយដាក់បណ្ដាសាពួកហែងឲ្យលិចងាប់ខ្លាយជាសមុទ្រទាំងអស់មកប្រទេសថៃនឹងត្មងទៅមិនបាច់ឲ្យហែងរួចខ្លួនទៀតទេសាសនានេះពួកហែងខូខើព្រៃផ្សៃគ្មានបុណ្យគ្មានធម៌ក្នុងខ្លួនហែងនឹងងាប់តៃហោងឆាប់លិចលងមកប្រទេសជាតិពួកហែងនឹងអាប់អោនទៅជាអាចងើបក្បាលមិនរួចលើឆាកអន្តរជាតិហែងចាំមើលពួកស្ដេចនឹងថ្នាក់ដឹកនាំដេរឆានរបស់ពួកហែងនឹងមានអ្នកងាប់ទៀតនៅឆ្នាំ2026ហ្នឹងឈាមនឹងទឹកភ្នែកប្រជាជនខ្មែរទៅជាទឹកចំនួនឲ្យពួកហែងហែលអត់រួចទៅហែងហែលដល់ងាប់ក៏អត់ផុតដែរ